ឃើញវីដេអូបងមួយដែលគាត់បើកខាងសាក់ខ្ញុំពិតជាលើកទឹកចិត្តគាត់មែនល្អហ្មងទៅបែហ្មងខ្ញុំមិនដឹងថាហាងគាត់នៅណាទៀតរបៀបមានក្មេងៗអាយុទំ12 13ឆ្នាំមកចូលទៅសាក់គាត់អត់ទទួលសាក់ឲ្យទេខ្ញុំពិតជាលើកទឹកចិត្តនៅជាមួយនឹងវីដេអូគាត់អញ្ចឹងពិតមែនរបៀបមិនវីដេអូឯងខ្ញុំពិតជាលើកទឹកចិត្តជាមួយនឹងគាត់ដែលគាត់ជាអ្នកសេវាកម្មខាងហ្នឹងហើយគាត់អត់ចង់បានលុយពីកូនក្មេងៗដែលគាត់អត់ទាន់ដឹងយល់អត្ថន័យនៃរូបភាពសាក់នីមួយៗហ្នឹងខ្ញុំហៅវីដេអូបងស្រីដែលគាត់ខមមិនថាគាត់ការប្តីហើយរបៀបថាគាត់មានគ្រួសារហើយបានគាត់សម្រេចថាគាត់នឹងសាក់មិនមែនថាចាំតតែមានប្តីហើយបានសាក់ឯអត្ថន័យដែលខ្ញុំចង់និយាយហ្នឹងមកន័យថាសាក់វាគឺជាសិល្បៈសាក់នៅលើខ្លួនប្រាណហ្នឹងវាគឺជាអត្ថន័យដែលមនុស្សម្នាក់គាត់ចង់ដៅនៅលើខ្លួនប្រាណរបស់គាត់មិនថាជារូបភាពមិនថាជាអក្សរមិនថាជាបែបណាសុទ្ធតែមានអត្ថន័យនីមួយៗនៃការសាក់អញ្ចឹងហើយបានខ្ញុំចង់ស្នើសុំនឹងរបៀបថាអញ្ចឹងចង់ឲ្យគាត់នឹងដែលគាត់នៅក្មេងគាត់ទៅតែធំគាត់នៅទូចាស់គាត់នៅអាយុក្រោម18ឆ្នាំឧទាហរណ៍បែបហ្នឹងគឺគាត់អត់ទាន់មានការយល់ដឹងថាសាក់មួយរូបភាពនីមួយមានអត្ថន័យអ្វីសម្រាប់ជីវិតរបស់ពួកគាត់ទេគាត់ដឹងតែត្រឹមថាគាត់ចង់សាក់ដើម្បីលយឬមួយក៏បង្ហាញអួតអ្វីមួយយ៉ាងដែលពួកគាត់នៅក្មេងខ្ញុំគ្រាន់តែចង់ថាសាក់សូម្បីតែខ្ញុំក៏ស្រឡាញ់ដែរហើយសាក់គឺជាសិល្បៈមួយដែលមានអត្ថន័យជ្រៅសម្រាប់បុគ្គលម្នាក់នៅក្នុងជីវិតរបស់ពួកគាត់ខ្លាំងនឹងហើយមិនមែនថាគ្រប់មនុស្សដែលសាក់គឺជាមនុស្សដែលអត់ល្អទេណាខ្ញុំសូមបញ្ជាក់ខ្លាំងនឹងតិចអ្នកទាំងអស់គ្នាសូម្បីតែខ្ញុំឧទាហរណ៍ថាខ្ញុំអញ្ចឹងខ្ញុំនិយាយតាមត្រង់ខ្ញុំក៏មានគោលដៅដែលខ្ញុំចង់សាក់ដែរខ្ញុំស្រឡាញ់នឹងការសាក់ដែលសាក់ប៉ុន្តែខ្ញុំមិនថាដឹងធំឬក៏ទូចប៉ុន្តែខ្ញុំចង់ថាគ្រប់ target គោលដៅរបស់ខ្ញុំហើយខ្ញុំនឹងទៅសាក់ទាំងពីរហ្នឹងមិនតឹងគ្នាហ្មងឧទាហរណ៍ថាជាឈ្មោះកូនខ្ញុំទាំងសងខាងឬក៏មុខកូនខ្ញុំដែលខ្ជូតហ្នឹងដែលខ្ញុំឃើញហ្នឹងឬមួយក៏ទៅសាក់បាំងស្នាមអ្វីមួយហ្នឹងហើយវាសិតតែមានអត្ថន័យសម្រាប់ជីវិតរបស់ខ្ញុំដែលខ្ញុំអត់អាចកាត់ថ្លៃបានឬក៏អ្នកខ្លះគាត់សាក់ជាយ័ន្តជាអីការពារវាសិតតែជារឿងដែលល្អមីងគាត់តែចង់ថាចាំពេលក្មួយមានអាយុដែលធំបន្តិចជួយអាចនឹងដឹងថាអាយុដើរមកដល់ប្រព័ន្ធនេះហើយ20ឆ្នាំ25ឆ្នាំហើយចាប់ដើមឆ្លងកាត់ជាមួយនឹងភាពពិបាកខ្លាំងណាស់គឺមានតែម្ដាយឪពុកខ្ញុំទេដែលនៅពីក្រោយខ្នងខ្ញុំអញ្ចឹងហើយខ្ញុំចង់ដាក់ឈ្មោះរបស់គាត់នៅក្នុងកៅអៅបេះដូងរបស់ខ្ញុំម៉ែពុកឧទាហរណ៍បែបហ្នឹងអាហ្នឹងគឺខ្ញុំរីករាយហ្មងគឺខ្ញុំគ្រាន់តែឃើញហើយខ្ញុំគ្រាន់តែឃើញកន្លែងឃើញសត្វហ្នឹងពុបគឺខ្ញុំមើលធ្លុះពីបុគ្គលម្នាក់ហ្នឹងហ្មងរបៀបអញ្ចឹងណាទាំងអស់គ្នាមិនមែនគ្រប់មនុស្សដែលសាក់ហ្នឹងគឺអត់ល្អទេណាខ្ញុំបញ្ជាក់ត្រង់ហ្នឹងណាសាក់មួយគឺសិតតែមានអត្ថន័យរបស់គាត់អូខេអញ្ចឹងពីខ្ញុំទៅគឺអរគុណទី1សេរីអាណាព្យាបាលដោយពួកខ្ញុំនេះពួកស្រីពួកខ្ញុំហ្មងខ្លាចរអានៅក្នុងការយកកូនច្រើនអត់មានសមត្ថភាពគ្រប់គ្រងពួកគាត់ខ្លាចចិញ្ចឹមពួកគាត់អត់បានល្អមើលថែពួកគាត់បានដិតដល់ខ្លាចថែរក្សាពួកគាត់ចំណេះវិជ្ជាការយល់ដឹងរបបអាហារខ្ញុំបដិទទួលស្គាល់ថាជាអាណាព្យាបាលស្រីក្រោយនេះគឺសត្វតែអ្នកដែលអត់មានក្លាហានណាវាចង់អត់ហ៊ានយកកូនច្រើនចង់ឲ្យបានធ្វើឲ្យប្រទេសយើងនេះក៏វាអាចនឹងខ្សោយធនធានមនុស្សទៅតាមនឹងដូចគ្នាដែរប៉ុន្តែរបស់គេមួយខ្លឹមណាអ្នកនរគ្នាគាត់ពូជគេដាក់មកគឺដោះហ្មងហ៊ាននិយាយចឹងដូចខ្ញុំនិយាយខ្ញុំហ៊ាននិយាយតាំងពីឆ្នាំមុនចឹងវីដេអូមុនណាខ្ញុំរំភើបជាមួយនឹងសេរីកូនខ្ញុំសេរីក្រោយខ្ញុំនិយាយពីពួកកូនសេរីក្រោយរបស់ពួកខ្ញុំហ្មងដែលគេចិញ្ចឹមកូនមកដោយបែបគុណភាពហ្មងមកគ្រាប់ទេប៉ុន្តែគុណភាពទាំងការស្ដីបដៅអត្តចរិតមើលថែពួកគាត់គុណភាពហ្មងហើយហ៊ាននិយាយថាបើសិនជាតពាំងសេរីក្រោយហ្នឹងសេរីនេះពួកកូនហ្នឹងទាំងអស់ប្រទេសកម្ពុជាយើងគឺនឹងទៅដូចជាសង្ហបុរីស៊ូនហ្មងដូចសិង្ហបុរីស៊ូនហ្មងខ្ញុំហ៊ាននិយាយអញ្ចឹងប៉ុន្តែបើកលេចទៅមើលម្ដាយឪពុកមួយចំនួនមួយទៀតដែលនៅក្នុងជំពូកទី2ពួកគាត់អត់មានពេលវេលាឲ្យកូនទេពួកគាត់បង្កើតកូនហើយទុកនៅអាជីវកម្មខ្ញុំសុំមកទុកហ្មងដឹងតែមានសមត្ថភាពបង្កើតហើយនៅគាត់ទុកចោលហើយគាត់ទៅរលុយហើយនិយាយថាបើអញនៅមើលហ្នឹងជីវភាពអញដូចគ្នាទេខុសគ្នាហើយខ្ញុំពិតជាទទួលស្គាល់ថាពួកគាត់ពិតជាដើម្បីជីវភាពពិតមែនប៉ុន្តែការដែលយើងយកបេះដូងទៅចិញ្ចឹមពួកគាត់បន្ថែមរបៀបដូចយើងមនុស្សយើងចៃអញ្ចឹងបើសិនជាឆ្លៀតពេលបានដើម្បីនេះអ្នកខ្លះពួកវាហ្នឹងគឺដើរផ្លូវខុសហ្នឹងគឺដោយសារតែខ្វះក្តីស្រឡាញ់ពីអាណាព្យាបាលដែរខ្ញុំអត់ចាប់ដើមមិននិយាយពីអាណាព្យាបាលចំពោះមួយវិញណាចំពោះមួយទៀតគឺគាត់ស្រឡាញ់កូនគាត់បដៅកូនគាត់ធ្វើមិនទេពេលដែលវាដល់វ័យដែលវានេះហ្នឹងគឺវាដើរផ្លូវខុសគាត់ទៅកន្លែងរវល់រស៊ីគាត់មានបានមើលថែវាទេស្ដីបដៅលែងបានហើយដល់ពេលដែលវាមួក្រាបផុតទៅស្ដីបដៅវាលែងបានហើយគាត់ក៏ចាប់ដើមឈឺបេះដូងឈឺចិត្តដូចគ្នា
សួរថាទៅបន្ទោពួកគាត់ដែលជាជំពូកអាណាព្យាបាលនៅជំពូកទី2ហ្នឹងឯងក៏មិនបន្ទោដែរប៉ុន្តែបើសិនជាខ្ញុំគ្រាន់តែជាសារដាស់តឿនពីខ្ញុំបើគាត់នៅក្នុងជំពូកបែបហ្នឹងឯងគាត់អាចធ្វើខ្លួនឯងទោះជាគាត់នៅឆ្ងាយពីកូនប៉ុន្តែធ្វើឲ្យខ្លួនឯងដូចជាមិត្តភក្តិវាកុំយូរតែមកលេងវាម្ដងឬក៏យូរមកលេងវាម្ដងឃើញវាខុសជួយហែងហុយសែងសំពងប៉ាត់ណាប៉ាត់ណីពួកហ្នឹងគឺទៅទៀតហើយដោយកាត់ខ្សែខ្លែងប្រែចោលអញ្ចឹងណាចឹងបើសិនជាអាចទោះជាគាត់នៅតែឆ្ងាយតែកាយប៉ុន្តែចិត្តគាត់បេះដូងគាត់នៅចិត្តពួកគាត់ទោះជាគាត់នៅមួយយាយតាប៉ុន្តែទេមករហូតឆាតរហូតកូនញ៉ាំបាយនៅមកឆាវទៅរៀនមិនចឹងថ្ងៃហ្នឹងមកពីរៀនវិញរៀនបានអីគេខ្លះកូនសួរចុះសួរឡើងទោះជាដំបងពួកហ្នឹងយូរទៅវាទៅជាទម្លាប់ដែរអូម៉ាក់អញប៉ាអញឆាតមករាល់ថ្ងៃកុំទៅបាត់ហើយស្ងាត់ឆឹងហ្មងអត់ដែរបានសួរសុខទុក្ខគាត់អត់ដែរបានសួរពីផ្លូវចិត្តគាត់អត់ដែរដឹងថាគាត់នឹងទៅសាលាវាជួបអីគេខ្លះរបៀបចឹងអានេះដល់វគ្គខ្ញុំនិយាយពីអាណាព្យាបាលវិញម្ដងព្រោះកំហុសរបស់ក្មេងទាំងអស់ហ្នឹងក៏វាមានអាណាព្យាបាលនៅក្នុងហ្នឹងប្រហែលភាគរយដែរគឺមិនមែនពួកវាកើតមកដុសមកបាច់គឺវាទៅអញ្ចឹងអស់ហើយនឹងជំពូកអាណាព្យាបាលទី3គឺប្រភេទចែអត់ខ្វល់លេបកើតថៃមកគឺដើម្បីតែបកើតគាត់តែរួមសម្ព័ន្ធមេត្រីភាពជាមួយនឹងពួកគាត់ហ្នឹងគឺគាត់បកើតពួកហែងមកហើយហែងហួសមិនគឺហួសទៅ and then ដល់ពេលដែលធំទៅហែងដើរផ្លូវខុសណាផ្លូវដែលសង្គមគេខ្ពើមរ៉ាអញ្ចឹងអ្នកភូមិគេនិយាយដើមហុយអញ្ចឹងណាប៉ុន្តែពួកក្មេងៗខ្ញុំអត់និយាយអាប្រុសទៀតអញនិយាយតែស្អីទៀតគេទៅមានចេះលក់សេវាកម្មដល់ពេលគេលក់សេវាកម្មបានលុយតិចតួចនេះហុចឲ្យម៉ែ10រៀល20រៀលនេះអូយបេះដូងជាម្ដាយអរំភើបដើរអួតគេអូយពីពឹងធំអួតគេពេញភូមិកូនអញខូចបញ្ជាក៏មានលុយឲ្យអញដែរជួកូនពូថ្ងៃហ្នឹងមិនដែរវាចឹងឯងយូរទៅជាគ្រប់ត្រនៅចំណុចកូនតែតែអាយុ10ឆ្នាំជាងហ្នឹងខុសអាហ្នឹងគឺជាជំពូកអាណាព្យាបាលទី3ហ្នឹងហើយហើយកុំនិយាយថាអត់មានតែខ្ញុំនិយាយតែប៉ុណ្្នឹងទេមកពួកគាត់ជេរក៏មិនជេរពេញភូមិទៅលើបានដែរហើយបើពួកគាត់និយាយថាធ្វើម៉ែឲ្យគេចាំតែខុសប៉ិតមែនបងយើងបង្កើតពួកគាត់មកចាប់ផ្ដើមរៀនជាពាក់កម្មជាមួយនឹងពួកគាត់តែគឺយើងត្រូវមានទំនួលខុសត្រូវធំមែនតើតែមិនជាការរួមសង្វាក់តែប្តីប្រពន្ធហ្នឹងទេគាត់តែកើតពួកគាត់ចេញមកគឺយើងមានទំនួលខុសត្រូវលើពួកគាត់សឹងតែមួយជីវិតដែលមិនមែនជាទំនួលខុសត្រូវយើងជាមួយគាត់តែមិនគាត់ជាមួយយើងនៅត្រូវធំណាស់ឲ្យត្រូវចាំអញវិញណាមិនមែនចឹងទេណាចឹងហើយបើសម្រាប់ចិត្តថាចង់យកពួកគាត់មកពិភពលោកនៅខ្មៅងឹតមួយនេះហើយព្យាយាមជួយឈូសដីជីកដីដាក់ជីអាសាគាត់ក៏គយមើលគាត់អាសាមើលសុខភាពផ្លូវចិត្តគាត់ឲ្យច្រើនតិចដូចគ្នាដែរផ្សាយពីខ្ញុំទៅតែប៉ុណ្្នឹងទៀតទេអ្នកទាំងអស់គ្នាសង្ឃឹមថាវាជាប្រយោជន៍សម្រាប់វីដេអូដែលខ្ញុំធ្វើចេញទៅទាំងអំបាម៉ានហ្នឹងណាគឺអត់មានបាន focus ទៅលើពួកគាត់មើលឲ្យបងខ្ញុំហ៊ាននិយាយថាគ្នាគាត់10000នាក់ឧទាហរណ៍ចឹងណាចាមានម្នាក់ទៅ2នាក់ដែលនៅមើលឲ្យមើលរៀងយូរមើលរៀងអស់ផុតចឹងឲ្យចង់ដឹងថាគេចាស់នឹងវានិយាយស្អីយ៉ាងច្រើនហ្នឹងគេរបៀបមើលចេះរបៀបចឹងបងមកជឿខ្ញុំទៅពួកហ្នឹងថាម៉ែឲ្យគាត់អត់ជ្រាបចូលក្នុងតសៃឈាមបុកខួរក្បាលគាត់ផងរឿងអីត្រូវខ្ញុំនឹងទៅនិយាយឲ្យគាត់នេះបងអ្វីដែលខ្ញុំបានធ្វើទៅឡើងទៅនេះខ្ញុំគ្រាន់តែចង់ឲ្យពួកក្មេងៗកូនទូចដែលជា audience របស់ខ្ញុំហ្នឹងរបៀបថាគាត់ចូលចិត្តមើលខ្មោចខ្ញុំអញ្ចឹងពួកកូនក្មេងដែលអាយុដូចខ្ញុំនិយាយតាំងពីវីដេអូមុនចុង9ឆ្នាំ10ឆ្នាំអីឡើងហ្នឹងរបៀបថាចេះជួអ្វីដែលពួកគាត់ពងតែត្រៀមខ្លួននឹងឡើងកហ្នឹងឯងអញ្ចឹងខ្ញុំចង់ឲ្យពួកគាត់ហ្នឹងមើលជាមួយនឹងវីដេអូរបស់មីងទៅរបស់ខ្ញុំទៅដើម្បីឲ្យគាត់ហ្នឹងរបៀបថាត្រូវជ្រើសរើសផ្លូវជីវិតបែបណាអីបែបណាអញ្ចឹងណាបងរបៀបអត់ចង់ឲ្យពួកគាត់ហ្នឹងទៅមើលឃើញជាមួយនឹងវីដេអូដែលរបៀបខ្ញុំនិយាយឲ្យគាត់ស្ដាប់ខ្ញុំឃើញវីដេអូរបៀបសាក់ខ្លះវាអារ៉ារឹកខ្លាំងពេកទៅតាមអាទំពាំងស្អុយប្រហែលហ្នឹងចឹងខ្ញុំចេះតែធ្វើវីដេអូនិយាយទៅហើយប្រាប់ពីអនាគតដែលពួកគាត់ទទួលបានឲ្យពួកគាត់ឃើញអញ្ចឹងខ្ញុំអត់អាចនិយាយអីបានច្រើនជាងហ្នឹងទៀតចឹងបងវាអត់ដឹងថានិយាយអីព្រោះនិយាយទៅពួកគាត់អត់ជ្រាបទេ